ជំរាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំរស្មីនាំមកជូននៅមុខម្ហូបមុខទៀតហើយដែលមានចំណងជើងថាបុកអំពិលខ្ចីជាមួយនឹងត្រីអាំងត្រីអណ្ដែងអាំងជាបន្តមកទៀតគឺនាងខ្ញុំទៅបេះនៅម្ទេសរបស់នាងខ្ញុំដែលបានដាំនៅសួនណាចាវាទុំល្អមែនទែនមានម្ទេសដៃនាងហើយនឹងម្ទេសកាទៀវវាក្រហមស្អាតមែនទែនដូចតែនាងខ្ញុំបង្ហាញនេះផងដែរចំណែកឯម្ទេសរបស់នាងខ្ញុំគឺនាងខ្ញុំប្រើម្ទេស4ទៅ5គ្រាប់អំពិលខ្ចីគឺប៉ុណ្ណឹងហើយគឺនាងខ្ញុំយកវាលាងសម្អាតឲ្យស្អាតហើយគឺនាងខ្ញុំយកវាមកបុកជាដំបូងគឺនាងខ្ញុំដាក់អំបិលបន្តិចហើយដាក់មើមខ្ទឹមប្រហែលជា2កំពឹសរើសម្បកវាចេញឲ្យស្អាតទៅគឺយើងបុកឲ្យវាចូលគ្រឿងទៅយើងជាបន្តមកទៀតគឺយើងដាក់ម្ទេសគឺម្ទេសដែលក្រហមខ្លះគឺម្ទេសដៃនាងហើយម្ទេសដែលអត់សូវក្រហមគឺម្ទេសកាទៀវមានន័យថាបើផ្លែវាចេញដំបូងគឺពណ៌សប៉ុន្តែវាទុំគឺពណ៌ក្រហមចឹងដែរបុកឲ្យចូលគ្រឿងល្អហើយបុកអំបិលម្ទេសខ្ទឹមម៉ត់ល្អទៅយើងដាក់អំពិលចូលសម្រាប់ស្ករសនឹងវាចេញគឺអ្នកខ្ញុំដាក់នៅពេលក្រោយបើសិនជាដាក់ស្ករវាចេញនៅពេលហ្នឹងដែរគឺការបុកអំពិលរបស់យើងនឹងគឺអត់មានរសជាតិឈ្ងុយឆ្ងាញ់ទេចាជាបន្តទៀតគឺអ្នកខ្ញុំបានដាក់អំពិលទុំចូលអំពិលទុំអធិស្ឋានអំពិលខ្ចីចាអំពិលខ្ចីរបស់អ្នកខ្ញុំចូលហើយអំពិលខ្ចីគឺយើងយកបែបនេះគឺយើងយកវាមកមានន័យថាអំពិលហ្នឹងវាខ្ចីមកល្មមវាអត់តាន់មានគ្រាប់អីច្រើនទេអញ្ចឹងការបុកអំពិលរបស់យើងគឺមានរសជាតិឈ្ងុយឆ្ងាញ់វាអត់ល្វីងគ្រាប់ចាឬក៏វាចត់គ្រាប់អញ្ចឹងអំពិលនេះគឺបុកហើយគឺមានរសជាតិឈ្ងុយឆ្ងាញ់តែម្ដងសម្រាប់ការបុកអំពិលនៅតាមតំបន់របស់នាងខ្ញុំគឺវារៀងម៉ត់អញ្ចេះហើយខ្ញុំបុកដល់រហូតដល់ម៉ត់ដែលអាចញ៉ាំបានបើនៅតំបន់ខ្លះគឺគាត់បុកអំពិលរៀងអត់សូវម៉ត់ទេរៀងដុំអញ្ចឹងហើយគាត់ថាឆ្ងាញ់អាហ្នឹងអាស្រ័យលើតំបន់និងរបៀបរបបនៃការបុកអំពិលរបស់គាត់ចំណែកការបុកអំពិលរបស់នាងខ្ញុំគឺខ្ញុំបុកវាឡើងម៉ត់អញ្ចឹងតែម្ដងតែចំណែកអំពិលនេះវិញគឺខ្ញុំទិញគេទេគឺខ្ញុំអត់មានអីដាក់បេះទេគឺខ្ញុំទិញកាលនៅទៅខ្ញុំបេះត្រង់កាតភូមិរបស់នាងខ្ញុំប៉ុន្តែពេលបច្ចុប្បន្ននេះគឺវាងាប់អស់ហើយដើមអំពិលហ្នឹងវានៅសល់អំពិលតូចចឹងក៏នាងខ្ញុំចាប់ផ្ដើមទិញហើយមកដល់វគ្គនេះដែរគឺនាងខ្ញុំចាប់ផ្ដើមដាក់បន្ថែមប៊ីចេងហើយនឹងស្ករសហើយយើងបុកឈុំវាបន្ថែមទៀតរហូតដល់វាចូលគ្រឿងសព្វល្អហើយពុកម៉ែបងប្អូនទាំងគ្នានឹងនាងខ្ញុំចាប់ផ្ដើមភ្លក់វាទៅបើសិនបើវារសជាតិប្រៃផ្អែមល្មមហើយគឺយើងដួសវាទុកប៉ុន្តែបើមិនតាន់គ្រប់គ្រាន់ទេយើងអាចបន្ថែមអំបិលបន្ថែមប៊ីចេងឬក៏បន្ថែមស្ករសសម្រាប់នាងខ្ញុំគឺនាងខ្ញុំអត់សូវបុកប្រៃទេភាសានាងខ្ញុំបុកវាអត់សូវច្រើនទេបុកបន្តិចចឹងដោយសារទុកក្នុងទូទឹកកកក៏វាបានយូរដែរចាឬក៏យើងហូបអស់ក៏មិនអីដែរចាតែនាងខ្ញុំគឺនាងខ្ញុំអត់សូវប្រើវាច្រើនទេអំបិលហើយខ្លាចប៉ះពាល់ដល់សុខភាពអញ្ចឹងណាចឹងគឺនាងខ្ញុំប្រើអំបិលតិចស្ករតិចដែរជាបន្តមកទៀតគឺនាងខ្ញុំមានថៃដៃអាំងថៃដៃនេះគឺខ្ញុំអត់ទាន់អាំងទេខ្ញុំយកវាមករៀបចំសិនខ្ញុំបានធ្វើវាស្អាតលាងទឹកជាមួយនឹងអំបិលស្អាតហើយខ្ញុំមកដោតឈើឬស័យអញ្ចេះហើយខ្ញុំយកវាមកអាំងសម្រាប់ការអាំងនេះគឺខ្ញុំអាំងនៅចក្រានក្រាស់ដោយសារថ្ងៃនេះភ្លៀងខ្លាំងអញ្ចឹងអត់មានខ្ជុងឬក៏អុសអីសម្រាប់អាំងវាទេអញ្ចឹងខ្ញុំអាំងនៅចក្រានក្រាស់ហើយក៏វាមានរសជាតិឈ្ងុយឆ្ងាញ់ដូចយើងអាំងអុសឬក៏ខ្ជុងដូចគ្នាចាតែដៃអាំងរបស់នាងខ្ញុំគឺចាប់ផ្ដើមក្រហមតិចហើយចាសម្រាប់ការអាំងថៃដៃនេះគឺយើងយកឫស្សីនៅក្រោយផ្ទះយើងក៏បាននៅកន្លែងណាក៏បានដែរគឺយើងយកវារៀងវែងល្មមមកហាក់ប្រហែលថៃហ្នឹងហើយយើងយកដោតចេះដើម្បីវាងាយស្រួលក្នុងការប្រើចំពោះថៃដៃនេះគឺវាពណ៌វាថៃដៃរៀងពណ៌លឿងណាយើងអាំងទៅគឺវាពណ៌លឿងហើយពណ៌ក្រហមល្អអញ្ចឹងចាញ់ងាយស្រួលក្នុងការញ៉ាំគឺឆ្ងាញ់ចាហើយវាសក់ខ្លាំងតក់តែម្ដងតែដៃអាំងរបស់នាងខ្ញុំក៏ចាប់ផ្ដើមឆ្អិនហើយអំបិលរបស់ខ្ញុំក៏បុកទុកមួយអន្លើរួចហើយគឺយើងអាចញ៉ាំបាយបាននៃចាដួសបាយមួយចានក្តៅហុយមកយើងញ៉ាំមួយថៃដៃអាំងមួយអំបិលបុកនេះពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ជំរាបលាពីនាងខ្ញុំរស្មី